បើសិនបើថ្មិញគាត់ខូចខ្លាំងឬមួយក៏ថ្មិញគាត់ធម្មជាតិលាជាមួយនឹងថ្មិញដាក់តើថ្មិញប្រភេទហ្នឹងយើងអាចពុតថ្មិញបានអត់ករណីហ្នឹងយើងអាចពុតបានការពុតថ្មិញដែលមានថ្មិញដាក់ច្រើនអីហ្នឹងអាចពុតបានទៅតាមករណីឬក៏ថ្មិញដែលដាក់ក្នុងមាត់គាត់ក្នុងស្ថានភាពបានណានេះខ្ញុំឯនេះសូមអនុញ្ញាតគ្រប់ជម្រាបសួរដល់ប្រិយមិត្តទស្សនិកជនដែលតែងតែតាមដានក៏ដូចជាគ្រប់គ្រងនៅ podcast ខុយមករាសូមស្វាគមន៍មកកាន់សប្តាហ៍ថ្មីជាមួយនឹងប្រធានបទថ្មីដែលសប្តាហ៍មុនគឺយើងបានជជែកគ្នាតាក់ទងទៅនឹងការពុតថ្មិញរីឯសប្តាហ៍នេះយើងនឹងបន្តនៅប្រធានបទមួយទៀតដែលបងប្អូនប្រិយមិត្តទស្សនិកជនរបស់យើងកំពុងតែពេញនិយមចង់ដឹងដូចគ្នាគឺថាតើការពុតថ្មិញអាចបង្កឲ្យផលប៉ះពាល់នៅថ្ងៃក្រោយដែរឬទេតែការយកឃើញនោះគឺជាការពិតឬមួយក៏មិនមែនដើម្បីស្វែងរកចម្លើយយើងនឹងជួបជាមួយនឹងលោកទាន់បណ្ឌិតដែលគាត់មានចំណេះជំនាញក្នុងការបកស្រាយប្រធានបទមួយនេះចាអញ្ចឹងនេះខ្ញុំសូមស្វាគមន៍លោកទាន់បណ្ឌិតខុយមករាជំរាបសួរលោកគ្រូចាជួបគ្នាម្ដងទៀតហើយជាមួយនឹងពេលវេលានឹងមកដដែលប៉ុន្តែខុសប្រធានបទចាលោកគ្រូដោយសារថាដូចនេះខ្ញុំលើកឡើងមុននឹងអញ្ចឹងដោយសារថាក្នុងសប្តាហ៍នេះយើងនឹងលើកនៅប្រធានបទមួយដែលបងប្អូនប្រិយមិត្តទស្សនិកជនគាត់តែងតែមានចម្ងល់ថាតើការពុតថ្មិញអាចបង្កឲ្យមានផលប៉ះពាល់នៅថ្ងៃក្រោយដែរទេតើលោកតំបណ្ឌិតអាចជួយបកស្រាយបានទេការពុតថ្មិញគឺយើងមិនបណ្ដាលឲ្យខូចថ្មិញឬក៏ប៉ះពាល់ដល់ថ្ងៃក្រោយទេក្នុងកំណត់ពេលពុតថ្មិញអ្នកជំងឺគួរតែសហការជាមួយគ្រូពេទ្យដូចជាសម្អាតថ្មិញឲ្យបានស្អាតល្អទៀមទាមកជួបជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ពេលវេលាហើយរាល់ពេលដែលអ្នកជំងឺដែលមកជួបជាមួយគ្រូពេទ្យតែងតែcheck up ឬក៏លាងសម្អាតជូនគាត់ហើយក្រោយពីពេលពុតហើយអ្នកជំងឺគួរតែពាក់ retainer ឲ្យបានទៀងទាត់ពេលវេលាទៅតាមការណែនាំរបស់គ្រូពេទ្យហើយនឹងចូលមក check up រៀងរាល់6ខែឬក៏មួយឆ្នាំម្ដងបាទចាអញ្ចឹងគឺមានភាពក្បោះក្បាយមែនតើអញ្ចឹងមិនមែនមានន័យថានៅពេលដែលយើងពុតហើយគឺយើងចាប់ពេលអញ្ចឹងយើងអាចត្រូវការពាក់ retainer បន្តឬមួយក៏មក check up 6ខែម្ដងមួយទៀតលោកគ្រូតាក់ទងជាមួយនឹងការពុតថ្មិញតែធ្វើឲ្យទម្រង់មុខយើងផ្លាស់ប្ដូរមែនដែរអត់ករណីខ្លះដូចជា class 3ឬក៏យើងចំពើខ្លាំងយើងត្រូវដកថ្មិញឬក៏គេថាអូបបាយមាត់ចេញខ្លាំងអញ្ចឹងទៅយើងដកថ្មិញយើងអាចទាញទៅចូលទៅយើងអាចថាអ្នកជំងឺធ្លាប់ចេញខ្លាំងណាស់ដល់ពេលទៅគាត់ទាញចូលឬក៏អ្នក class 3គាត់បានន័យថាថ្មិញក្រោមគ្របថ្មិញលើដល់ពេលយើងទាញថ្មិញក្រោមចូលហើយយើងគ្របទាញថ្មិញលើចេញមកក៏ឃើញផ្លាស់ប្ដូរដែរញ៉ាំអញ្ចឹងខ្ញុំឧទាហរណ៍មួយថាអមថា class 3ទៅចោះថ្មិញក្រាបទៅចោះបានន័យថាពេលដែលយើងពុតថ្មិញយើងត្រូវដកថ្មិញក្រោម2គ្រាប់ឬ1គ្រាប់ឬក៏4គ្រាប់ទៅតាមអ្វីដែលយើងសិក្សា4គ្រាប់គឺយើងដកទាំងធៀមតលអញ្ចឹងណាបាទពេលខ្លះក៏យើងអត់ត្រូវដកធៀមតលដែរបាទហើយពេលដែលយើងពុតវិធីពុតគឺយើងទាញថ្មិញខាងក្រោមចូលទៅក្នុងហើយយើងលើកថ្មិញខាងលើមកក្រៅបាទពេលនោះហើយគឺគេហៅថាអ្នកខ្លះគាត់ឃើញផ្លាស់ប្ដូរបាទអ្នកផ្លាស់ប្ដូរធ្លាប់ពីថ្មិញលើថ្មិញក្រោមថ្មិញលើហើយថ្មិញលើនៅខាងក្នុងដល់ពេលយើងពុតថ្មិញយើងដូរណាយើងដូរពីថ្មិញលើមកក្រោមថ្មិញក្រោមវិញទៅជាណកវ៉ាល់វិញដូច្នេះហើយបានយើងឃើញថាអ្នកជំងឺគាត់ដូររូបភាពឬក៏គេហៅថាដូរទម្រង់មុខដោយសារថាពីមុនថ្មិញគាត់ធ្លាប់តែបញ្ហានៅពេលដែលគាត់ពុតមកបានថ្មិញប្រកដីឬមួយក៏ត្រង់ជួរវិញអញ្ចឹងវាអាចមានការផ្លាស់ប្ដូរជ្រៀតគ្នាបាទគេហៅថាយើងផ្លាស់ប្ដូរថ្មិញមុខយើងស្នាមញញឹមរបស់យើងវាបានប្លែកស្អាតជាងមុនទៅអ្នកដែលធ្លាប់ស៊ាំជាមួយថ្មិញយើងពីមុនឬមុខយើងពីមុនគាត់ឃើញថាពុតថ្មិញប្លែកស្អាតឬក៏ដូរមុខអញ្ចឹងទៅចាចុះដែលគេល្បីថាលោកគ្រូពេលពុតថ្មិញឲ្យមុខវីនោះដោយសារអីដែរទៅលោកគ្រូពុតថ្មិញឲ្យមុខវីខ្ញុំលក្ខខណ្ឌរបស់យើងគឺគេថាមានគេហៅមានលួសសម្រាប់អញ្ចឹងក៏ប៉ុន្តែបើសិនជាពុតថ្មិញមុខវីដូចជាគេហៅថាដូរដូចខ្ញុំនិយាយអញ្ចឹងថាដូរតិចតួចដូចគេថាយើងត្រូវដកថ្មិញឬក៏វះគៀមទាល់ចោលវាអាចដូរតិចតួចនិយាយទៅបើឲ្យទៅជាវីអីឲ្យគេហៅថាក្តីសម័យរបស់យើងពុតថ្មិញចង់ខ្លាយជាវីដេអូប៉ាអីចឹងវីអីហ្នឹងដូចជាអត់ទេពេលខ្លះក៏អាចចឹងណាយើងដូចខ្ញុំនិយាយហ្នឹងថាយើងថ្មិញចំពើខ្លាំងអីចឹងទៅយើងដកថ្មិញទៅវាស្រកម៉ងរបៀបស្រកចឹងយើងតិចតួចទៅយើងក៏ឃើញតែប្លែកចឹងទៅចាអរគុណច្រើនលោកគ្រូចឹងលោកគ្រូអាចជម្រាបបានទេថាតកតជាមួយនឹងការពុតថ្មិញផ្ដល់ជាគុណវិបត្តិនិងគុណសម្បត្តិអ្វីខ្លះការពុតថ្មិញយើងផ្ដល់គុណសម្បត្តិដូចជាផ្ដល់ស្នាមញញឹមថ្មីដល់អ្នកជំងឺការរៀបរចនាសម្ព័ន្ធឬក៏មុខងាររបស់ថ្មិញឲ្យបានល្អជាពិសេសយើងអាចសម្អាតថ្មិញបានល្អហើយគេហៅថាផាសុខភាពយើងសម្រស់យើងក៏បានដែរសម្រាប់គុណវិបត្តិក្នុងកំឡុងពេលដែលពុតថ្មិញបើយើងពុតថ្មិញទាមទារការសហការជាមួយអ្នកជំងឺគ្រូពេទ្យសហការគ្នាតែបើអ្នកជំងឺគាត់អត់សហការឬក៏គេហៅថាគាត់រវល់ច្រើនអញ្ចឹងគាត់គួរតែគិតសារដើមថាគាត់គួរពុតថ្មិញអត់បាទតែបើអត់មានពេលវេលាគួរតែមិនពុតទេព្រោះដោយសារអ្នកជំងឺអត់មានពេលវេលាឬក៏ពេលសហការជាមួយគ្រូពេទ្យមកមន្ទីរពេទ្យឲ្យពិនិត្យតែទៀងទាត់គាត់អាចធ្វើឲ្យការពុតថ្មិញអត់បានសម្រេចទេគឺបានន័យថា
ធ្វើឲ្យថ្មិញគាត់សដកថ្មិញគាត់រលាកចាញ់បាទការសម្អាតអត់ស្អាតរបស់គាត់ធ្វើឲ្យមានដង្កូវស៊ីថ្មិញបាទដង្កូវស៊ីថ្មិញបើយើងនិយាយថាពេលដែលយើងពុតថ្មិញហើយកំពុងពុតហ្នឹងអ្នកជំងឺគាត់រវល់ខ្លាំងគាត់ប្រើកស៊ូផាវឆេងទៀតប្រើកស៊ូផាវឆេងទៀតឬកស៊ូទាញទៀតធ្វើឲ្យថ្មិញគាត់សដកខ្លាំងតែម្ដងហើយរចនាសម្ព័ន្ធជាលកាជំវិញថ្មិញរលាកថ្មិញយើងក៏ដើរខុសងាំបាទអញ្ចឹងបើសិនជាពីល្អប្រសើរគួរតែអ្នកជំងឺគួរគិតថាគាត់មានពេលវេលាគ្រប់គ្រាន់សម្រាប់ពុតអត់ហ្នឹងគឺគុណវិបត្តិណាគុណវិបត្តិរបស់ការពុតថ្មិញហ្នឹងគឺអញ្ចឹងគឺបើសិនជាអ្នកជំងឺមកទៀងទាត់គុណវិបត្តិសឹងតែគ្មានចឹងលោកគ្រូតើតើជាមួយនឹងការពុតថ្មិញយូរវាអាចធ្វើឲ្យប៉ះពាល់ដល់ថ្មិញអត់លោកគ្រូការពុតថ្មិញយូរវាមិនអាចធ្វើឲ្យប៉ះពាល់ដល់ថ្មិញទេដូចខ្ញុំបញ្ជាក់ខាងលើអញ្ចឹងគឺរាល់ពេលដែលគាត់អញ្ជើញមកចាពេទ្យតែងតែគេហៅថា check up ឬក៏សម្អាតឬក៏គេហៅថាពិនិត្យវិច័យឲ្យបានត្រឹមត្រូវបាទចាអញ្ចឹងបញ្ហាមួយចំនួនដែលអតិជនឬមួយក៏ប្រិមិត្តដែលគាត់លើកឡើងមកថាពេលដែលពុតថ្មិញយូរទៅធ្វើឲ្យថ្មិញពុកឬមួយក៏ថ្មិញលឿងហ្នឹងគឺដោយសារតែជួនកាលគាត់អត់បានមក check up ទៀងទាត់ចាអញ្ចឹងទៅធ្វើឲ្យថ្មិញមានបញ្ហាចាការពុតថ្មិញយូរទៅតាមខេសទេបើអ្នកជំងឺខ្លះគាត់អត់អញ្ជើញមកការពជាការពុតរបស់គាត់ហ្នឹងក៏យូរទៅតាមហ្នឹងតែបើសិនជាករណីមួយឆ្អឹងគាត់រឹងឬក៏គេហៅថាឆ្លង D1 ណាតឹងរឹងអញ្ចឹងទៅការពុតមិញវារយាទៅតាមហ្នឹងដែរអ្នកជំងឺអត់មកមួយឆ្អឹងគាត់រឹងមួយអាហ្នឹងក៏ការរយារបស់គាត់ទៅតាមហ្នឹងហើយទៅតាមខេសរបស់អ្នកជំងឺនៅក្នុងមាត់ទៀតផងបាទចាអញ្ចឹងលោកគ្រូខ្ញុំគិតថាការពុតថ្មិញប្រកាសជាពិបាកក្នុងការសម្អាតតែអញ្ចឹងលោកគ្រូអាចជួយណែនាំបានទេថាតើអំឡុងពេលដែលយើងពុតថ្មិញយើងគួរតែសម្អាតថ្មិញបែបណាដើម្បីឲ្យវាត្រឹមត្រូវអញ្ចឹងណាលោកគ្រូបាទក្នុងកំឡុងពេលដែលពុតថ្មិញយើងគួរតែសម្អាតថ្មិញក្រោយពីបរិភោគអាហាររួចបានន័យថាក្រោយពីបរិភោគអាហារព្រឹកថ្ងៃល្ងាចអញ្ចឹងយើងគួរតែសម្អាតហើយយើងគេមានឧបករណ៍ឬក៏ផ្លោះអីសម្រាប់តាក់តាមចន្លោះបាទអាហ្នឹងជាការថែទាំរបស់អ្នកជំងឺផ្ទាល់គាត់អាចប្រើទឹកពុលមាត់សម្រាប់សម្លាប់មេរោគឬក៏បាក់តេរីដែលតោងនៅសម្ប្រេះហ្នឹងទៅបាទហើយសម្រាប់ដល់ពេលគាត់អញ្ជើញមកមន្ទីរពេទ្យវិញគ្រូពេទ្យតែងតែ check up ហើយគាត់ clean សម្អាតរៀងរាល់ពេលដែលឃើញចំណីអាហារឬក៏បាក់តេរីឬក៏បោដែលកាន់ថ្មិញជារៀងរាល់ពេលដែលអញ្ជើញមកពិនិត្យចាមកជួបគ្រូពេទ្យណាចាចាំមានន័យថានៅពេលដែលនិយាយរួមទៅការដែលយើងពុតថ្មិញពេលដែលយើងញ៉ាំអីហើយបរិភោគអីហើយអញ្ចឹងយើងត្រូវតែសម្អាតថ្មិញចាជាងអ្នកដែលមានថ្មិញធម្មតាចាព្រោះអីកុំឲ្យវាមានកាក់សំណល់អីជាប់នៅថ្មិញធ្វើឲ្យប៉ះពាល់ថ្មិញនៅពេលក្រោយទៀតចាចឹងលោកគ្រូខ្ញុំមានចម្ងល់ថាអញ្ចឹងបើសិនបើថ្មិញគាត់ខូចខ្លាំងឬមួយក៏ថ្មិញគាត់ធម្មជាតិលាយជាមួយនឹងថ្មិញដាក់តើថ្មិញប្រភេទហ្នឹងយើងអាចពុតថ្មិញបានអត់ករណីហ្នឹងយើងអាចពុតបានលើកលែងតែគាត់ខូចថ្មិញខ្លាំងដែលដាក់បកគោលយូរឆ្នាំហើយថ្មិញគាត់ខូចដាក់បកគោលយូរឆ្នាំគេហៅថា post core ហ្នឹងយូរឆ្នាំយើងអាចទាញយើងអាចបែកអាចអីអញ្ចឹងការពុតថ្មិញដែលមានថ្មិញដាក់ច្រើនអីហ្នឹងអាចពុតបានទៅតាមករណីឬក៏គេហៅថាថ្មិញដែលដាក់ក្នុងមាត់គាត់ក្នុងស្ថានភាពបែបណាបាទខ្ញុំមានអ្នកជំងឺខ្ញុំមួយគាត់បានន័យថាគាត់ដកថ្មិញយូរអញ្ចឹងទៅហើយគាត់ដាក់ថ្មិញក្រោនប្រិត3គ្រាប់ធៀមដល់ពេលហើយគាត់ថាយើងដាក់ពេលយើងក៏ដកយូរថ្មិញមានចន្លោះសើចមកអត់ស្អាតបានន័យថាមានចន្លោះខ្មោចអញ្ចឹងទៅឬក៏ថ្មិញខ្លះគាត់ខូចថ្មិញធៀមតែគាត់ថ្មិញខាងមុខគាត់វិចបានន័យថាកងគេថាចំពើណាគាត់ចង់ពុតថ្មិញគាត់ចង់ពុតថ្មិញគ្រាន់តែរៀបគេហៅថារចនាសម្ព័ន្ធថ្មិញឲ្យបានត្រឹមត្រូវឲ្យបានចិត្តល្អខានសើចសោះអញ្ចឹងចាំមានន័យថាការពុតថ្មិញហ្នឹងតើតើថ្មិញយើងលាយជាមួយនឹងថ្មិញធម្មជាតិដែរទើបអាចពុតបានត្រូវទេលោកគ្រូបាទមានថ្មិញដាក់ខ្លះហើយថ្មិញធម្មជាតិច្រើនហើយក្នុងលក្ខណៈមួយគាត់ចង់បានរបៀបម៉េចបានន័យថាអ្នកខ្លះគាត់ចង់ close space ដូចខ្ញុំនិយាយអញ្ចឹងគាត់បិទឬក៏ថ្មិញចំពើឲ្យត្រង់អីអញ្ចឹងទៅយើងអាចពុតបានអត់អីទេចាចុះបើប្រភេទថ្មិញស្រោបក៏អាចពុតបានដែរត្រូវលោកគ្រូបាទស្រោបក៏យើងអាចពុតបានដែរតែករណីហ្នឹងយើងគេថាត្រូវដូរថ្មិញហ្នឹងទៅជា resin ដើម្បីបិទប្រេះឲ្យជាប់បានបិទប្រេះឲ្យជាប់ជាមួយថ្មិញ ceramic ភាគច្រើនយើងបិទទៅអត់សូវជាប់ទេជាប់ក៏ប៉ុន្តែករណីវាអត់សូវជាប់ដូចថ្មិញ resin នេះចាលោកគ្រូខ្ញុំមើលឃើញថាការពុតថ្មិញគឺពិតជាមានភាពពេញនិយមខ្លាំងមែនតើមិនថាយុវវ័យឬមួយក៏ស្រទាប់ណាឯងគាត់នៅតែព្យាយាមជ្រើសរើសការពុតថ្មិញដើម្បីឲ្យថ្មិញគាត់មានសុខភាពស្អាតក៏ដូចជាការញញឹមទៅស្អាតអញ្ចឹងទីផ្សារនៃការពុតថ្មិញក៏មានច្រើនទូលំទូលាយដែរអញ្ចឹងឧបមាថាបើខ្ញុំជាអតិថិជនក៏ខ្ញុំមានជំរើសច្រើនដែរអញ្ចឹងក្នុង clinic របស់លោកគ្រូផ្ទាល់តើលោកគ្រូមានជាចំណុចពិសេសក៏ដូចជាទំនុកចិត្តអ្វីខ្លះជូនទៅកាន់អតិថិជនបាទសម្រាប់ clinic ខ្ញុំវិញផ្ដល់ការពិភាក្សាដោយក្រុមសិលធម៌នៃវិជ្ជាជីវៈនិងផ្នែកបច្ចេកទេសបានន័យថាយើងបច្ចេកទេសរបស់យើងអាប់ដេតទៅតាមសម័យកាលហើយក្រុមសិលធម៌វិជ្ជាជីវៈបានន័យថាយើងពុតថ្មិញដោយគេហៅថាទទួលទំនួលខុសត្រូវបានន័យថាការធ្វើថ្មិញរបស់យើងដោយទំនួលខុសត្រូវចំពោះអ្នកជំងឺហើយយើង
បើយើងពុតបានយើងនិយាយថាថ្មីហ្នឹងពុតបាន ចា ហើយបើសិនជាថ្មីហ្នឹងពុតអត់បានយើងនិយាយថាប្រាប់តែអ្នកជំងឺវិញថាថ្មីហ្នឹងអត់ពុតបានទេវាមានបញ្ហាចេះទៅថ្ងៃក្រោយបាទហើយសម្រាប់ clinic ខ្ញុំអ្នកជំងឺអាចទុកចិត្តអាចមកពិភាក្សាផ្ទាល់ទៅហើយខ្ញុំនឹងជូនយោបល់ទៅគាត់ថាថ្មីហ្នឹងរបៀបម៉េចឬក៏ហៅថាពុតបានឬមិនបានទៅតាមសភាពនៃបាទសភាពមាត់ពេញរបស់អ្នកជំងឺ ចាចាំន័យថាលោកគ្រូគឺផ្ដល់ជូនអតិថិជននូវភាពស្មោះត្រង់ចាបើពុតបានគឺថាបានមិនបានគឺថាមិនបានចាសម្រាប់បងប្អូនទស្សនិកជនដែលគាត់មានបំណងចង់ពុតថ្មិញឬមកក៏គាត់មានបញ្ហាថ្មិញណាមួយអាចធ្វើការពិគ្រោះយោបល់ជាមួយនឹង clinic លោកគ្រូក៏បានដែរដូច clinic លោកគ្រូគឺជា clinic មួយដែលតមិនដិចគឺគាត់មានជំនាញនិងមានបទពិសោធន៍យូរខ្លាំងមែនតើចាពេលមែននេះខ្ញុំចេះតែនិយាយឬមកក៏ប្រម៉ូទទេណាប៉ុន្តែបងប្អូនទាំងអស់គ្នាអាចសាកបានព្រោះមែនតើដូចជាការពិគ្រោះយោបល់គឺអត់មានគិតថ្លៃទេត្រូវលោកគ្រូចាវ៉ាវកាន់តែពិសេសខ្លាំងមែនតើលោកគ្រូចាចូលជាមួយពេលខ្ញុំទៅរហទៅចង់ពិគ្រោះយោបល់ជាមួយលោកគ្រូតទៅជាមួយនឹងសុខភាពមាត់ថ្មិញបានទេលោកគ្រូចាអញ្ចឹងព្រោះតែអត់មានគិតថ្លៃអីហងហ្នឹងអញ្ចឹងយើងអាចទៅពិគ្រោះយោបល់លោកគ្រូក្រែងយើងមើលអត់ឃើញជួនកាលថ្មិញយើងស្អាតអញ្ចឹងតែដល់ពេលទៅ check up ទៅអាចមានបញ្ហាអីផ្សេងបាទយើងគួរតែ check up ចាពេលខ្លះទៅយើងគិតថាអត់អីទេក៏តែដល់ពេលយើងមកមើលវាមានតកៅស៊ីថ្មិញបាទពេលខ្លះវិញកបោច្រើនក៏ធ្វើឲ្យមានបញ្ហាខ្លះដែរដល់ថ្ងៃក្រោយជាលការជំវិញយើងនឹងរលាកអីចឹងទៅបាទដុតមានឈាមអីចឹងទៅចាអញ្ចឹងជាទូទៅគេតម្រូវឲ្យយើងទៅ check up ថ្មិញប្រហែលខែម្ដងដែរលោកគ្រូបាទបើយើងមានពេលទំនេរ6ខែមក check up ម្ដងបើរវល់ខ្លាំងឬក៏នេះគួរតែតាក់ពេលវេលាខ្លះឬក៏បន្ថយពេលវេលាខ្លះទៅមក check up ថ្មិញទៅ1ឆ្នាំម្ដងក៏បានដែរចាអូខេចាចឹងអរគុណច្រើនលោកគ្រូខ្លាំងមែនតើសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងការចែករំលែកនៅបទពិសោធន៍ទាក់ទងទៅនឹងបញ្ហាប្រឈមមួយចំនួនដែលបងប្អូនទស្សនិកជនក៏តែងតែជួបប្រទះចាចឹងអរគុណប្រិយមិត្តទស្សនិកជនដូចគ្នាដែលបានតាមដានកម្មវិធីរបស់យើងតាំងពីដើមរហូតមកដល់ចប់ចឹងបើសិនបើប្រិយមិត្តទស្សនិកជនទាំងអស់គ្នាឬមួយក៏បងដែលគាត់មានបញ្ហាមាត់ធ្មេញឬមួយក៏គាត់មានសំណួរអ្វីចង់សួរទៅកាន់លោកតមបណ្ឌិតបងប្អូនទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូនេះបានចាអញ្ចឹងខាងលោកតមបណ្ឌិតគាត់នឹងចូលរួមក្នុងការបកស្រាយយ៉ាងក្បោះក្បាយតែម្ដងចាអញ្ចឹងកម្មវិធីរបស់យើងក៏បានចូលមកដល់ទីបញ្ចប់ដែរនេះខ្ញុំសូមអរគុណសូមជម្រាបលា